ប្រាសាទអង្គរជាមនុស្សល្ងងណាជាមនុស្សដែលមិនចេះរកស៊ីឬមួយក៏យ៉ាងណាតែផ្ទុយទៅវិញបែរជារដ្ឋាភិបាលប្រគល់នៃតំបន់ប្រាសាទអង្គរវិនិយោគទៅឲ្យក្រុមហ៊ុនរបស់យួនគឺសុកគង់ហើយសួរថាតើចំណូលថវិការបស់ប្រាសាទអង្គរវត្តនេះក្នុងមួយឆ្នាំកើនឡើងប្រមាណតាមព័ត៌មានមួយចំនួនអំពីបញ្ហាទេសចរក្នុងប្រទេសកម្ពុជាក្នុងការចូលទស្សនានៃការលក់សម្បត្តិរបស់ប្រាសាទអង្គរវត្តក្នុងមួយឆ្នាំគេចុះផ្សាយថាមានការកើនឡើងយ៉ាងខ្លាំងតែសួរថាតើការកើនឡើងនេះសម្រាប់យកមកគិតពីផលប្រយោជន៍ប្រជាពលរដ្ឋឬមួយក៏យកទៅគិតពីផលប្រយោជន៍របស់យួនអ្វីទាំងអស់នេះគឺស្ដែងបញ្ជាក់សម្រាប់ឲ្យប្រជាពលរដ្ឋដឹងហើយក្នុងគោលបំណងរបស់រដ្ឋាភិបាលគឺចង់បំផ្លាញជាតិខ្មែរទាំងមូលកុំឲ្យងើបរួចពីព្រោះយុទ្ធសាស្ត្ររបស់គេចង់ឲ្យខ្មែរណាអត់ឃ្លានមានស៊ីយើងមើលបច្ចុប្បន្នបើរដ្ឋាភិបាលក្រោមអំណាចនៃបកប្រជាជនដែលមានចារកិច្ចយួនដែលបង្កប់ក្នុងជួររដ្ឋាភិបាលបើវាគិតពីផលប្រយោជន៍របស់ប្រទេសជាតិគួរណាស់តែរដ្ឋាភិបាលបង្កើតនៃទីផ្សារសម្រាប់ប្រជាពលរដ្ឋក្រីក្រគាត់ធ្វើការណាទីផ្សារការងារសម្រាប់ប្រជាពលរដ្ឋតែផ្ទុយទៅវិញបែរជារដ្ឋាភិបាលមិនបង្កើតទីផ្សារការងារសម្រាប់ប្រជាជាតិរបស់ខ្លួនទេគឺមានតែបណ្ដោយឲ្យប្រជាជាតិខ្មែរចំណាក់ស្រុកទៅធ្វើការនៅប្រទេសដទៃហើយសួរថាការចំណាក់ស្រុករបស់ប្រជាពលរដ្ឋដែលចេញទៅស្រុកក្រៅនេះប្រមាណលានអ្នកបងប្អូនគូគិតមើលគ្រាន់តែប្រទេសកូរ៉េយើងនិយាយថាត្រឹមប្រទេសកូរ៉េចុះថាតើមានពលករខ្មែរចំណាក់ស្រុកដែលធ្វើការនៅប្រទេសកូរ៉េប្រមាណ10000នាក់ចុះទម្រាំបណ្ដាប្រទេសនានាដូចជាប្រទេសថៃម៉ាឡេស៊ីចិនណាហើយនឹងប្រទេសមួយចំនួនទៀតថាតើប្រជាពលរដ្ឋមានប្រមាណ10000នាក់បើតាមស្ថិតិគ្រាន់តែប្រទេសថៃប្រជាពលរដ្ឋដែលចំណាក់ស្រុកទៅធ្វើការនៅប្រទេសថៃជាង400,000នាក់ណាចុះហេតុអ្វីបានជារដ្ឋាភិបាលមិនបង្កើតនៅទីផ្សារការងារសម្រាប់ប្រជាពលរដ្ឋទាំងអស់នោះអ្វីទាំងអស់នេះក៏ជាយុទ្ធសាស្ត្ររបស់យួនដែរបងប្អូនសូមបងប្អូនជ្រាបពីព្រោះកាលណាបើរដ្ឋាភិបាលបង្កើតការងារនៅក្នុងស្រុកខ្មែរសម្រាប់ពលករទីបំផុតប្រជាពលរដ្ឋទាំងអស់នោះគឺមិនចំណាក់ស្រុកទេហើយគោលនយោបាយរបស់វាក៏មិនបានសម្រេចព្រោះក្នុងគោលគំនិតនិងយុទ្ធសាស្ត្ររបស់វាគឺវាចង់បញ្ជូនខ្មែរឲ្យចេញក្រៅប្រទេសឲ្យបានច្រើនដើម្បីបញ្ជ្រាបនៃជនជាតិយួនរបស់វាបញ្ចូលមកស្រុកខ្មែរកាន់តែច្រើនឡើងប្រជាពលរដ្ឋម្ចាស់ស្រុកកាន់តែអស់ពីទឹកដីរបស់ខ្លួនតែចំណែកយួនកាន់តែចូលកាន់តែច្រើនឡើងទីបំផុតជនជាតិខ្មែរคล้ายទៅជាជនជាតិភាគតិចនៃយួនពីព្រោះយួនកាន់តែសម្រុកចូលមកក្នុងស្រុកខ្មែរកាន់តែច្រើនឡើងនេះហើយជាយុទ្ធសាស្ត្រមួយចំនួនដែលយួនវាចង់បានវាចង់ឲ្យខ្មែរអស់ពីទឹកដីខ្មែរដូច្នេះហើយទើបវាមិនបង្កើតនៅទីផ្សារការងារសម្រាប់ប្រជាពលរដ្ឋក្រីក្រសម្រាប់ប្រជាពលរដ្ឋដែលគាត់គ្មានការងារក្នុងស្ថាប័នឬក៏ក្រុមឯកជនណាមួយដូច្នេះសូមបងប្អូនទាំងអស់ត្រូវភ្ញាក់រលឹកឡើងពីព្រោះអ្វីដែលរដ្ឋាភិបាលក្រោមបកប្រជាជនដែលធ្វើសប្តាហ៍ថ្ងៃនេះគឺធ្វើដើម្បីបំរើនយោបាយយួនតែប៉ុណ្ណោះដូចខ្ញុំបានជម្រាបអញ្ចឹងពីព្រោះរដ្ឋាភិបាលសប្តាហ៍ថ្ងៃនេះមិនមែនជារដ្ឋាភិបាលខ្មែរទាំងស្រុងនោះទេពីព្រោះចំពោះរដ្ឋាភិបាលខ្មែរសប្តាហ៍ថ្ងៃនេះវាមានចារកិច្ចរបស់យួនដូចជាហៅណាំហុងគៀតឈុនវ៉ាគីមហុងម៉ែនសំអនហើយនឹងមន្ត្រីមួយចំនួនជាច្រើនទៀតដែលបង្កប់ក្នុងជួររដ្ឋាភិបាល
ហើយគ្រប់ស្ថាប័នរដ្ឋទាំងឡាយគឺតែងតែមានជនបង្កប់ណានៅក្នុងជួររដ្ឋាភិបាលព្រមទាំងកម្លាំងទ័ពកម្លាំងទាហានក៏មានយួនបង្កប់ណាឥឡូវបងប្អូនពិចារណាមើលដូចជាថោងស្រាប់ថាតើបងប្អូនមួយចំនួនបានដឹងដែរឬអត់ថាក្នុងក្រសួងមហាផ្ទៃណាដែលលោកថោងសារ៉ាត់បានធ្វើមនុស្សធៀបទៅលើលោកអឹងមេងជីនោះសួរថាតើបងប្អូនមួយចំនួនបានដឹងថាតើគេមានបុណ្យស័ក្តិអ្វីពេលដែលមានបញ្ហានៃការសម្លាប់លោកអឹងមេងជីស្រាប់តែផ្ទុះឡើងថាលោកថោងសារ៉ាត់គឺជាយួនណាហើយមានឋានន្តរស័ក្តិពាក់យ៉ាងសង្ហាសូម្បីតែម្ដាយរបស់គេដែលនិយាយខ្មែរមិនច្បាស់ផងក៏កាន់ស្ថាប័ន2-3ស្ថាប័នដែរណាហើយសិតតែជាអ្នកមានបុណ្យស័ក្តិខ្ពស់ទៅទៀតនេះហើយបងប្អូនបើបងប្អូនក្នុងពេលបច្ចុប្បន្ននេះមិនភ្ញាក់រលឹកដើម្បីរួមសាមគ្គីគ្នាទេនោះទីបំផុតប្រទេសខ្មែររបស់យើងនឹងត្រូវវិនាសដោយសារតែចារកិច្ចរបស់យួនទាំងអស់នោះបំផ្លាញជាតិខ្មែររបស់យើងអ្វីដែលបងប្អូនអាចធ្វើបានគឺមានតែការគ្រប់គ្រងចំពោះបក្សសង្គ្រោះជាតិតែប៉ុណ្ណោះពីព្រោះបក្សសង្គ្រោះជាតិគឺជាក្តីសង្ឃឹមរបស់យើងតែមួយគត់ចំពោះបកប្រជាជនគឺយើងអស់សង្ឃឹមហើយពីព្រោះក្នុងជួររដ្ឋាភិបាលក្នុងជួរនៃគណៈបកប្រជាជនគឺសិតតែមានយួនបង្កប់នៅក្នុងនោះទាំងអស់ហើយចំពោះមេដឹកនាំរបស់យើងប្រជាជាតិខ្មែរទាំងអស់គឺតែងតែសង្ឃឹមទៅលើមេដឹកនាំសង្ឃឹមទៅលើរាជរដ្ឋាភិបាលដើម្បីស្វែងរកយុត្តិធម៌សម្រាប់យើងទាំងអស់គ្នាតែផ្ទុយទៅវិញចំពោះមេដឹកនាំហើយនឹងរដ្ឋាភិបាលគឺមិនដែលរកភាពយុត្តិធម៌សម្រាប់ប្រជាជាតិខ្មែរទេគឺមានតែរុញច្រានប្រជាជាតិខ្មែរឲ្យកាន់តែរងទុក្ខវេទនាខ្លោចផ្សាជាទីបំផុតថាតើយើងគួរសង្ឃឹមរដ្ឋាភិបាលបច្ចុប្បន្ននេះដែរឬអត់តើយើងគួរសង្ឃឹមចំពោះមេដឹកនាំបច្ចុប្បន្ននេះដែរឬអត់គឺអត់ទេដូច្នេះគឺមានតែខ្លួនយើងដែលអាចជួយខ្លួនយើងរួចដូច្នេះសូមបងប្អូនទាំងអស់ភ្ញាក់រលឹកក្រោកឡើងដើម្បីបោះឆ្នោតទៅឲ្យបក្សសង្គ្រោះជាតិបក្សសង្គ្រោះជាតិគេធ្វើអ្វីគ្រប់យ៉ាងគឺដើម្បីខ្មែរណាដើម្បីខ្មែរយើងមើលតែបញ្ហាព្រំដែនទៅបក្សសង្គ្រោះជាតិគាត់ខំដើម្បីសើរើអំពីបញ្ហាព្រំដែនតែបកប្រជាជនបែរជាខំបំបិទណានៃបញ្ហាទាំងអស់នេះដើម្បីកុំឲ្យបក្សសង្គ្រោះជាតិសើរើណាឥឡូវបងប្អូនពិចារណាគ្រាន់តែបក្សសង្គ្រោះជាតិគេសើរើអំពីបញ្ហាផែនទីហើយនឹងខ្សែបន្ទាត់ព្រំដែនទីបំផុតសមាជិកតំណាងរាស្ត្ររបស់បក្សសង្គ្រោះជាតិគឺត្រូវបកប្រជាជនចាប់យកទៅដាក់ពន្ធនាគារទាំងអស់ដោយសារអីដោយសារតែបកប្រជាជនគ្មានឆន្ទៈក្នុងការដោះស្រាយហេតុអ្វីក៏បកប្រជាជនមិនមានឆន្ទៈក្នុងការដោះស្រាយអំពីបញ្ហាទាំងអស់នេះដោយសារតែមានយួនហោណាំហុងនឹងចារកិច្ចរបស់វានៅក្នុងជួររដ្ឋាភិបាលនិងក្នុងនៃគណៈបកប្រជាជនទើបវាមិនអាចដោះស្រាយអំពីបញ្ហាទាំងអស់នេះកាលណាបើដោះស្រាយទៅផលប្រយោជន៍យួនគឺវាត្រូវសាបសូន្យដូច្នេះហើយគឺវាត្រូវតែរកវិធីសាស្ត្រផងទាំងឡាយដើម្បីបំបត្តិបំបិទណានៃបញ្ហានៃការទាមទាររបស់ខ្មែរទាំងមូលដូច្នេះសូមបងប្អូនពិចារណាទាំងអស់គ្នាពេលនេះគឺវាមិនទាន់ហួសពេលទេតែបើបងប្អូនបណ្ដែតបណ្ដោយឲ្យកាន់តែជ្រៅឡើងទីបំផុតគឺយើងមិនអាចស្រោចស្រង់បានទេបាទសូមបងប្អូនពិចារណាទាំងអស់គ្នាបាទសូមអរគុណនិងសូមជម្រាបលា